នៅទាំងអស់គ្នាអាកំពុងតែផ្លែធំហើយនឹងទុំហ្នឹងអានឹងវគ្គ1ទាំងអស់គ្នាជាមើលវគ្គ2វាចេញមកនេះតែអូគឺថាចេញក្តឹបឡើងគ្រប់ម៉ែករបៀបនេះទាំងអស់បងប្អូនហើយឡើងច្រាក់ច្រែតែម្ដងហើយនេះហើយនេះទៀតនេះឃើញអត់អានេះវគ្គ2បងប្អូនវគ្គ2វគ្គ3ចេញបន្តរហូតបាទហើយវគ្គ1ទុំខាងលើហើយនេះទាំងអស់គ្នានេះវគ្គ1បាទវគ្គ1របស់យើងនេះទាំងអស់គ្នាអាចផលិតបាននៅទូចនៅឡើយណាវគ្គ2នេះនេះឃើញទេបើនិយាយទៅវគ្គ2នេះគឺចេញច្រើនខ្លាំងមែនតើតែម្ដងបងប្អូនវគ្គ1អត់សូវប្រមាណទេណាប៉ុន្តែបើវគ្គ2នេះសឹងគ្រប់ម៉ែកតែម្ដងវគ្គ1ចេញចន្លោះហេបងប្អូននេះទាំងអស់គ្នាអាចទស្សនាបានបាទឡើងសឹងតែគ្រប់ម៉ែកមកនេះខ្ញុំធ្វើការស៊ុំដឹងអាចកោមមកនេះអានេះវាចេញប៉ុណ្ណឹងហើយមិនផ្កាក្រៀមទេណាចេញប៉ុណ្ណឹងហើយផ្កានៅស្រស់ធម្មតាបាទអូយផលិតផលល្អមែនតែម្ដងនេះចកោមនេះមិនតិចទេណាចាំមើលទៅវាចេញអស់គឺច្រើនមែនតែនហើយចន្ទីទាំងអស់គ្នាមិនមែនថាចេញមកទាំងអស់ហើយនៅទាំងអស់ហើយណាវាតែងតែមានស្វិតខ្លះហើយបងប្អូនអញ្ចឹងអ្នកដាំចន្ទីទាំងឡាយគឺព្យាយាមទទួលនឹងឲ្យត្រៀមចិត្តទទួលយកចេញច្រើនស្វិតក៏ច្រើនដែរដូចបងប្អូនដូចឃើញមួយនេះអញ្ចឹងមួយនេះគឺស្វិតទៅវិញនេះប៉ុន្តែមកចកោមហ្នឹងវាចេញ4ទៅហើយនេះអញ្ចឹងវាស្វិតខ្លះជារឿងធម្មតាទេកុំបន្ទោសថ្នាំបាទបើនិយាយទៅខ្ញុំស្រឡាញ់វគ្គ2ជាងបងប្អូនដោយសារវគ្គ2ហ្នឹងវាចេញច្រើនហើយស្រស់មែកល្អទៀតបងប្អូននេះចកោមនេះហើយបើចកោមនេះវិញបងប្អូនអូយឡើងភ្លឺភ្លេកតែម្ដងហើយនេះយល់ទៅបងប្អូនសាមើលសម្មាលសាមើលសត្វល្អិតទៅលើចន្ទីរបស់យើងបាទពេលហ្នឹងគឺសត្វល្អិតតកៅអីហ្នឹងវាអាចថាប្រឈមមុខច្រើនដែរម្យ៉ាងដែរចន្ទីឆ្នាំណែទាំងអស់គ្នាដោយសារតែវាមានច្រើនវគ្គទៅយើងរើសក្រអស់ហ៎បងប្អូនអញ្ចឹងអានេះវគ្គ1នេះវាចាប់ដើមប្រមូលផលបានបដាហើយដល់វគ្គ2នេះទៀតគឺរើសបានយូរបងប្អូននេះវគ្គ1នេះឃើញអត់អស់គ្នាគឺថាច្រើនមែកស្រស់មែកតែម្ដងបាទច្រើនចេញមកច្រាក់ច្រាលចន្ទីមិនបាច់ចាំចង់បានច្រើនអីប្រហែលបងប្អូនតែប៉ុណ្ណេះក៏បានដែរមិនបាច់ចាំអីចង់បាក់មែកបាក់ធៀងទេតែលើសពីនឹងទៅគឺថាបាក់មែកអស់ហើយអញ្ចឹងបងប្អូនកុំចេះតែជឿតាមខ្យល់តាមវីដេអូបោកអស់ប៉ុណ្ណឹងគឺអូខេហើយ